ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតថ្ងៃនេះវិលមកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយណាបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះផងដែរគឺថានាងខ្ញុំមានមុខម្ហូបមួយមុខសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីទស្សនាគឺបុកសាច់គោជាមួយនឹងសណ្តែកគួរបងប្អូនទាំងអស់គ្នាបើនិយាយពីរសជាតិវិញគឺថាអូយឆ្ងាញ់មែនតែម្ដងបងប្អូនហើយគ្រឿងផ្សំរបស់យើងគឺថាងាយទេបងប្អូនគឺថាមានតែប្រហែលមុខគឺថាយើងអាចធ្វើជាមួយនឹងបុកសណ្តែកគួរបើយើងញ៉ាំបានយ៉ាងឆ្ងាញ់តែម្ដងបងប្អូនទាំងអស់គ្នាដល់ជាដំបូងគឺថាយើងធ្វើការលាងសម្អាតជាមួយនឹងសាច់គោរបស់យើងឲ្យបានស្អាតល្អមកបន្ទាប់មកគឺថានាងខ្ញុំធ្វើការលាងជាមួយនឹងបន្លែរបស់យើងដូចគ្នាសម្រាប់បន្លែគឺថាយើងចាត់សបកយើងចាត់អីចេញឲ្យបានស្អាតល្អទៅហើយនឹងធ្វើការលាងសម្អាតវាបានពី3ទឹកអីទៅបងប្អូនណាមួយយើងទិញមកពីផ្សារអីចឹងគឺថាវាមិនដឹងថាអូគេពីណាកាន់អីកាន់ខ្លះអីចឹងណាបងប្អូនហើយសម្រាប់ម្ទេសអីហ្នឹងក៏ដូចគ្នាដែរបងប្អូនហើយបើនិយាយពីជីគឺថាយើងប្រើជាប្រភេទជីគ្រប់មុខក៏បានឬមួយក៏ជាប្រភេទជីថ្ពាល់ថៃក៏បានដែរបងប្អូនអត់ជាបញ្ហាហើយក្នុងនោះផងដែរគឺថានាងខ្ញុំក៏បានដាក់ជាមួយនឹងសណ្តែកដីលីងផងដែរបងប្អូនទាំងអស់គ្នាយើងធ្វើការអុំយកសបកបើវាចេញទៅបងប្អូនទាំងអស់គ្នាព្រោះដោយសារកុំឲ្យវាជាប់ជាមួយនឹងសបកវាច្រើនណាមួយយើងញ៉ាំតែសាច់ក្នុងទៅបានហើយសម្រាប់សាច់គោរបស់យើងគឺថាយើងធ្វើការហាន់វាជាចំណិតស្ដើងបែបនេះទៅបងប្អូនទាំងអស់គ្នាគឺថាសុំប្រើដៃបងប្អូនព្រោះដោយសារញ៉ាំតែម្នាក់ឯងអត់ជាបញ្ហាណាបងប្អូនទាំងអស់គ្នាកុំប្រកែកប្រកាន់អីសម្រាប់សាច់គោនេះផងដែរគឺថានាងខ្ញុំហាន់វាជាចំណិតស្ដើងបែបនេះនៅពេលដែលយើងយកទៅច្របាច់ជាមួយនឹងក្រូចឆ្មាទៅគឺថាវាឆាប់នឹងឆ្អិនណាបងប្អូនទាំងអស់គ្នាគឺថាវាលឿនមែនតែម្ដងបើចាំបាច់បងប្អូនក៏ត្រូវយកទៅចៀនឬមួយក៏យកទៅអីឯងបងប្អូនគឺថាតែប៉ុណ្នេះយើងច្របាច់ជាមួយនឹងក្រូចឆ្មាទៅគឺថាឆ្អិនល្អតែម្ដងសាច់របស់យើងគឺថាយើងហាន់រួចហើយអស់ហើយគឺថានាងខ្ញុំវិលមកហាន់ជាមួយនឹងក្រូចឆ្មារបស់យើងដើម្បីច្របាច់ជាមួយនឹងសាច់សម្រាប់ក្រូចឆ្មាគឺថានាងខ្ញុំបានទិញជាមួយនឹងក្រូចឆ្មាខ្មែរបងប្អូនក្រូចឆ្មាខ្សែរបស់យើងគឺថាទឹកច្រើនណាបងប្អូនអើយហើយបើយើងទិញអាក្រូចឆ្មានាំចូលគឺថាវាអត់សូវសម្បូរទឹកមិនទេតែបើបានក្រូចឆ្មាខ្សែរបស់យើងបែបនេះគឺថាទឹកច្របាច់មកសត្វទឹកណែបងប្អូនគឺថានាងខ្ញុំប្រើតែប្រហែលចំណិតនេះគឺថាអូខេបាទសម្រាប់មុខនេះបងប្អូនទាំងអស់គ្នាបើសិនជាយើងដាក់ក្នុងទូទឹកកកល្ងាចឡើងយើងជប់ជុំគ្នាយើងញ៉ាំចែកអីចឹងគឺថាអូខេគឺថាមុខនេះគឺថាត្រូវមែនតែម្ដងបងប្អូនសម្រាប់បងប្អូនដែលគាត់ថាអូគាត់ចូលចិត្តអីចឹងគឺថារសជាតិនេះអេមែនតែហើយក្នុងនោះផងដែរនាងខ្ញុំក៏បានបន្ថែមជាមួយនឹងខ្ទឹមក្រហមផងដែរបងប្អូនទាំងអស់គ្នាគឺថាយើងហាន់ជាចំណិតស្ដើងបែបនេះទៅទីមួយវាស្រួលញ៉ាំមកបងប្អូនចំណែកគ្រឿងផ្សំរបស់យើងគឺថាងាយទេយើងចាប់ផ្ដើមមកបុកជាមួយនឹងខ្ទឹមសជាមួយនឹងម្ទេសរបស់យើងគឺថាយើងធ្វើការបុកវាឲ្យបានម៉ត់ល្អទៅបងប្អូនទាំងអស់គ្នាមើលទៅថាវារៀងលោតយើងអាចបន្ថែមជាមួយនឹងស្ករសបន្តិចទៅបងប្អូនគឺថាយើងដាក់មកបរិមាណមកល្មមគឺថានាងខ្ញុំដាក់ចំនួនមកសាភាបាយអញ្ចឹងគឺថាយើងធ្វើការបុកទៅវាគ្រឿងរបស់យើងគឺថាវាអត់លោតទេបងប្អូនហើយបន្ទាប់មកគឺថានាងខ្ញុំដាក់ជាមួយនឹងប៊ីចេងបន្តិចដើម្បីបន្ថែមនៃរសជាតិហើយបន្ថែមជាមួយនឹងប្រហុកសាច់របស់យើងបើបងប្អូនគាត់អត់ចង់ដាក់ប្រហុកសាច់អត់ជាបញ្ហាបងប្អូនហើយបន្ថែមជាមួយនឹងទឹកត្រីចំនួន1វែកផងដែរបងប្អូនគឺថារសជាតិវាអត់នេះណាបងប្អូនអត់ប្រៃទេមកល្មមតែម្ដងបងប្អូនអាចសាកធ្វើតាមនាងខ្ញុំញ៉ាំបានបន្ទាប់មកគឺថានាងខ្ញុំដាក់ជាមួយនឹងសណ្តែកគួររបស់យើងដើម្បីបុកបងប្អូនទាំងអស់គ្នាសម្រាប់សណ្តែកគួររបស់យើងគឺថាបងប្អូនកុំបុកឲ្យមាត់ណាគឺថាយើងយកវាតាមមកសភាពដែលថាទុទៅគឺថាបានហើយវាចូលជាតិឆ្ងាញ់មែនតែម្ដងយើងធ្វើការច្បល់ទៅមើលទៅថាស្ទើររសជាតិគឺថានាងខ្ញុំបន្ថែមជាមួយនឹងក្រូចឆ្មារបស់យើងគឺចំនួន2ចំណិតទៀតព្រោះដោយសារសាច់គោរបស់យើងគឺយើងច្របាច់ជាមួយនឹងក្រូចឆ្មាអញ្ចឹងគឺថាវាមានជាតិជូរហើយបងប្អូនអាចលៃលក់គ្រឿងតាមចំណងចិត្តបើបងប្អូនបានអត់ជាបញ្ហាបន្ទាប់មកគឺថាយើងដាក់ជាមួយនឹងសាច់គោរបស់យើងដែលយើងច្របាច់ទុកជាមួយនឹងក្រូចឆ្មាមុនហ្នឹងបងប្អូនគឺថាយើងដាក់វាចូលមកបងប្អូនមើលទៅសាច់របស់វាគឺថាអត់សូវស្រស់ទេត្រូវអត់ព្រោះដោយសារយើងច្របាច់ជាមួយនឹងក្រូចឆ្មាវាចង់មានសភាពមួយដែលថាឆ្អិនទេបងប្អូនទាំងអស់គ្នាបន្ទាប់មកគឺថាសាច់គោបុករបស់យើងគឺថារួចហើយបងប្អូនគឺថាយើងដួសវាដាក់ចានមកបងប្អូនបើនិយាយពីរសជាតិវិញខ្ញុំរ៉ាត់ឲ្យ10លើ10តែម្ដងបងប្អូនគឺថាឆ្ងាញ់មែនតើហើយសម្រាប់ជីគឺថាយើងដាក់វាផ្តាប់ញ៉ាំបែបនេះទៅគឺថាអូខេឆ្ងាញ់ណាស់បងប្អូនអាចសាកមកមុខនេះញ៉ាំបានសម្រាប់បងប្អូនដែលគាត់អត់ដឹងថាធ្វើអីញ៉ាំល្ងាចឡើងណាដូច្នេះវីដេអូរបស់នាងខ្ញុំក៏ត្រូវឈានដល់ទីបញ្ចប់ដែរបងប្អូនទាំងអស់គ្នាអរគុណជំរាបលាបងប្អូនទាំងអស់គ្នាហើយសូមពឹងបងប្អូនទាំងអស់គ្នាជួយចុច Subscribe ឲ្យនាងខ្ញុំម្នាក់មួយផងបាយបាយ